បងប្អូនអើយកាន់តែក្តៅកគុកអីរវាងប្រទេសថៃជាមួយនឹងអង្គការសហប្រជាជាតិកុំភ្លេចជួយ share ទាំងអស់គ្នាឲ្យប្រជាជនខ្មែរយើងបានដឹងបានឮខ្ញុំសូមសើចមួយសិនមុននឹងជម្រាបជូនចាឥឡូវនោះមកស្ដាប់ទាំងអស់គ្នាមកកាលពីយប់មិញតែម្ដងចាក្តៅតន់ហន់ចាក្រសួងការបរទេសថៃបានរំលឹកអង្គការសហប្រជាជាតិអំពីទសវត្សរ៍ឆ្នាំ1970នៅពេលដែលប្រទេសថៃបានបង្កើតមជ្ឈមណ្ឌលជនភៀសខ្លួនសម្រាប់ជនភៀសខ្លួនកម្ពុជាដែលរត់គេចពីសង្គ្រាមស៊ីវិលហើយវាបានណែនាំទៅអង្គការសហប្រជាជាតិឲ្យពិនិត្យឡើងវិញនៅការកំណត់ត្រាអតីតកាលរបស់អង្គការសហប្រជាជាតិដោយបានចង្អុលបង្ហាញថាប្រជាជនកម្ពុជាដែលរស់នៅទីនោះរួចហើយបានបដិសេធមិនព្រមវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញទេហើយវាបានរិះគន់ទៅអង្គការសហប្រជាជាតិដោយបញ្ជាក់ថាសកម្មភាពបែបនេះបង្កើតជាការឈ្លានពានចូលក្នុងទឹកដីថៃហើយមិនបំពេញតាមនិយមន័យជនអន្តោប្រវេសន៍ផ្ទៃក្នុងដែលហៅកាត់ថា IDPS ឡើយហើយពួកវាជំរុញឲ្យអង្គការសហប្រជាជាតិនឹងពិនិត្យព័ត៌មានសងខាងហើយវាបានព្រមានថាកុំប្រើប្រាស់សិទ្ធិវិលត្រឡប់ជាឧបករណ៍សម្រាប់ផលប្រយោជន៍នយោបាយឬការឃោសនាផងដែរគេពមៀនមកខ្មែរយើងកុំចេះតែនិយាយថាអីគេថៃនឹងយកទឹកដីថៃនឹងប្លន់ទឹកដីឲ្យមើលណោះត្រឡប់ទៅឆ្នាំ1970ផងថាហេតុអ្វីបានជាមិនដឹងគុណថៃគេជួយឲ្យហេតុអ្វីបានជារមើលគង់ទៀតហើយគេផ្ដាំទៅអង្គការសហប្រជាជាតិមើលព័ត៌មានសងខាងផងកុំមើលតែម្ខាងណែអាចឈួតមីឈួតអត់ថ្ងៃជាអញចង់និយាយថាចេះគេមើលទៅលើផែនទីយល់ទេថាផែនទីត្រង់ណាជាដីថៃត្រង់ណាជាដីខ្មែរពួកអាកពុយចៅឯងអីគេមករំលឹកឆ្នាំ1970តាក់ទងនឹងស្អីជួយជនភៀសសឹកខ្មែរស្អីអាកពុយចៅសៀមណែភ្នំខ្មៅជាទឹកដីរបស់ខ្មែរយល់ទេគេនៅលើទឹកដីគេហើយខាង UN នេះណាគេបកគលលុយឲ្យហៃប្រមាណលានដុល្លារដើម្បីឲ្យជួយខ្មែរតែពួកអាចឆ្កែឯងស៊ីដាច់លុយហើយប្រឹងធ្វើបាបប្រជាជនខ្មែរដើម្បីយកទឹកដីនៅតំបន់នោះទៀតតែអាចឆ្កែឯងយកមិនបានទៀតហ្នឹងណារហូតមកដល់ឥឡូវមកលៀបពណ៌ថាឲ្យដីខ្មែរនៅអាចឆ្កែមីឆ្កែឯងអត់បើកមើលផែនទីទេឬហែងគាត់ថាអង្គការសហប្រជាជាតិហ្នឹងអាម៉េចណាឥឡូវដល់វគ្គគំនុំចាស់ត្រូវសំសឹកហែងហើយយល់ទេយកលុយ UN ហើយមិនជួយខ្មែរហើយលៀបពណ៌ខ្មែរគ្រប់យ៉ាងទៀតឥឡូវចង់លៀបពណ៌ថាអីគេ UN ហ្នឹងអត់ស្ដាប់ហែងស្ដាប់តែខ្មែរទៀតអើយអញឆ្ងល់ណាស់គេមានឯកសារគេមានភ័ស្តុតាងត្រឹមត្រូវគេមិនចេះតែដេកយល់សពដូចឯងទេហើយយល់សពអង្កលបានភ្ញាក់អញឆ្ងល់ណាស់នេះអាកពុយចោលសៀម